សូមគោរពជំរាបសួរប្រិយមិត្តបងប្អូននៅព្រឹកថ្ងៃទី13ខែតុលាឆ្នាំ2025នេះលោកស៊ិនវណ្ណវុឌ្ឍអភិបាលស្រុករួមជាមួយលោកទីធាវីអភិបាលរងនៃគណៈអភិបាលស្រុកសណ្ដានបានដឹកនាំក្រុមការងារការិយាល័យអង្គភាពជំនាញលោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកជំទប់ទី1ឃុំសណ្ដានព្រមទាំងមន្ត្រីរាជការរដ្ឋបាលស្រុកបានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពដំណាំស្រូវនិងដំណាំដំឡូងមីព្រមទាំងដំណាំរួមផ្សំផ្សេងៗទៀតដែលបងប្អូនប្រជាកសិករយើងបានដាំដុះចំនួន2ឃុំគឺឃុំសណ្ដានត្រង់ចំណុចភូមិប្រាសាទអណ្ដែតទៅដល់ភូមិដង្ហិតទី2គឺឃុំងនត្រង់ចំណុចភូមិតាំងក្រសៅភូមិក្របីព្រៃភូមិរំលងនិងភូមិអូថ្នោតដែលតំបន់ទាំងអស់នេះជាតំបន់ងាយរងផលប៉ះពាល់ដោយសារទឹកជំនន់បណ្ដាលឲ្យងាយខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋជាពិសេសដំណាំស្រូវតែម្ដងព្រោះនៅតំបន់ទាំងអស់នេះជាតំបន់វាលទំនាបក្នុងនោះលោកអភិបាលរងនិងក្រុមការងារបានចុះពិនិត្យជាក់ស្ដែងនៅតំបន់វាលស្រែមួយចំនួនក្នុងភូមិសាស្ត្រខាងលើគឺគ្រាន់តែទទួលរងផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់បន្តិចបន្តួចប៉ុណ្ណោះដោយមិនមានការខូចខាតធ្ងន់ធ្ងរទាំងស្រុងនោះទេហើយចំពោះការរងផលប៉ះពាល់នេះទៀតសោតគឺទឹកឡើងនៅត្រឹមពាក់កណ្ដាលដើមស្រូវតែប៉ុណ្ណោះមិនទាន់មានការលិចបាត់ចុងស្រូវទាំងស្រុងនៅឡើយប្រសិនបើទឹកនៅបន្តស្រកទៀតនោះប្រភេទស្រូវធ្ងន់និងស្រូវកណ្ដាលជាពិសេសប្រភេទស្រូវធ្ងន់គឺកាន់តែល្អប៉ុន្តែបើប្រភេទស្រូវកណ្ដាលគឺចាប់ផ្ដើមក្រហមនិងទុំជាបណ្ដាផងដែរលោកអភិបាលរងនិងក្រុមការងារក៏បានចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋនិងជាប្រជាកសិករនិងបានសាកសួរព័ត៌មានផ្សេងៗផ្ទាល់ជាមួយគាត់ផងដែរហើយពួកគាត់ក៏បានឆ្លើយប្រាប់មកក្រុមការងារយើងវិញដែរគឺគាត់ថានៅឆ្នាំមុនស្រូវនៅតំបន់គាត់លិចខូចខាតអស់ស្ទើរទាំងស្រុងពុំដែលបានផលនោះទេដោយសារគ្រោះទឹកជំនន់លិចជារៀងរាល់ឆ្នាំប៉ុន្តែនៅឆ្នាំនេះគឺពួកគាត់មិនមានការខូចខាតឬប៉ះពាល់អីធ្ងន់ធ្ងរនោះទេជាក់ស្ដែងពេលនេះកំពុងតែធ្វើការច្រូតកាត់ប្រមូលផលផងដែរជាសរុបមកឆ្លងតាមការចុះពិនិត្យស្ថានភាពជាក់ស្ដែងនិងជួបជាមួយបងប្អូនប្រជាពលរដ្ឋជាប្រជាកសិករផ្ទាល់ទៀតនោះលោកអភិបាលរងនិងក្រុមការងារបានធ្វើការវាយតម្លៃចំពោះស្ថានភាពជាក់ស្ដែងជានាពេលនេះគឺទទួលរងផលប៉ះពាល់ខ្លះប៉ុន្តែមិនបណ្ដាលឲ្យមានការខូចខាតផលដំណាំស្រូវឬដំឡូងមីឬដំណាំរួមផ្សំផ្សេងធ្ងន់ធ្ងរនៅឡើយទេបាទនេះគឺជាការចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់លោកអភិបាលរងស្រុកបាទនៅតំបន់មួយចំនួនដែលងាយរងទទួលនៅផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់បាទហើយលោកអភិបាលរងនិងក្រុមការងារក៏បានចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលជាប្រជាកសិករផងដែរបាទគឺចុះទៅជួបគាត់បាទគាត់កំពុងតែធ្វើការប្រមូលផលបាទច្រូតកាត់នៅដំណាំស្រូវរបស់ពួកគាត់បាទយើងឃើញជាក់ស្ដែងហើយនេះគឺលោកអភិបាលរងនិងក្រុមការងារបាទឆ្លងបាទដើរលុយទឹកបាទគឺដោយនៅក្នុងស្រែរបស់គាត់គឺមានទឹកបាទគឺត្រឹមជង្គង់បាទហើយលក្ខណៈដែលទឹកនៅលិចបានត្រឹមជង្គង់នេះគឺมันមានការខូចខាតស្រូវរបស់គាត់ទេបាទព្រោះទឹកมันបានលិចផុតចុងស្រូវទេបាទនេះគឺទឹកត្រឹមហ្នឹងគឺពួកគាត់អាចប្រមូលផលបានបាទហើយពួកគាត់កំពុងតែធ្វើការច្រូតកាត់ប្រមូលផលបាទដំណាំស្រូវរបស់ពួកគាត់ហើយគាត់ក៏បានឆ្លើយប្រាប់មកក្រុមការងារយើងផងដែរបាទសពឆ្នាំគឺលិចបាទតំបន់នេះគឺលិចអស់ហើយបាទគឺមិនបានទទួលផលទេបាទប៉ុន្តែដល់ឡែកឆ្នាំនេះគឺទឹកមិនទាន់មានការលិចលង់ឡើយទេបាទហើយនេះក៏
ก็ដល់រដូវបាទដែលបងប្អូនយើងគាត់កំពុងតែធ្វើការប្រមូលផលស្រូវរបស់ពួកគាត់ផងដែរហើយពួកគាត់ថាវិជាសំណាងដែរបាទឆ្នាំនេះបាទទឹកมันមានការឡើងអីធំហួសសពឆ្នាំទេបាទ